ក្រសួងទេសចរនិងមជ្ឈមណ្ឌលអាស៊ានចិនសហការរៀបចំវគ្គបណ្ដុះបណ្ដាលផ្តល់សេវាកម្មទេសចរកម្រិតស្តង់ដារខ្ពស់ជាលក្ខណៈអន្តរជាតិជាក់ស្ដែងនិងចំសម្រាប់ទីផ្សារចិនដល់ប្រតិបត្តិការទេសចរកម្ពុជាឯកឧត្តមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរបានអញ្ជើញជាអធិបតីនិងថ្លែងសន្ទរកថាបើកនៅក្នុងកម្មវិធីបណ្ដុះបណ្ដាលសមត្ថភាពទេសចរប្រកបដោយចីរភាព China ASEAN Cambodia Sustainable Tourist Capacity Building Program ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមស៊ីចុងជឹងអគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ានចិនព្រមទាំងថ្នាក់ដឹកនាំមន្ត្រីជំនាញគ្រូឧទ្ទេសនាមនិងភាគីពាក់ព័ន្ធច្រើនជាង200នាក់នៅសន្តាគាររ៉េសដង់សុខាភ្នំពេញក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីបានគូបញ្ជាក់ថាកម្ពុជានៅតែរក្សាបាននូវស្ថិរភាពនយោបាយសន្តិសុខនិងសេដ្ឋកិច្ចទោះបីជាប្រឈមនឹងបញ្ហាប្រឈមសកលក៏ដោយដែលជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍវិស័យទេសចរដែលត្រូវបានចាត់ទុកជាគោលដៅទេសចរសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរអន្តរជាតិដោយមានការតបជប់ដឹកជញ្ជូនតាមផ្លូវអាកាសនិងផ្លូវគោកយ៉ាងងាយស្រួលទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាកម្ពុជាកំពុងអនុវត្តយុទ្ធនាការជំរុញទេសចរជាច្រើនដូចជាឆ្នាំទេសចរកម្ពុជាចិនកម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈជាកន្លែងដែលអ្នកទទួលបាននូវភាពកក់ក្ដៅដើម្បីលើកកម្ពស់ផ្សព្វផ្សាយទេសចរនិងផ្ដល់បទពិសោធន៍ពិសេសដល់ភ្ញៀវទេសចរជាមួយគ្នានេះក្រសួងទេសចរក៏បានសហការជាមួយដៃគូពាក់ព័ន្ធដើម្បីពង្រីកផលិតផលទេសចរនិងរៀបចំព្រឹត្តិការណ៍ជាតិនិងអន្តរជាតិជាច្រើនដូចជាពិធីបុណ្យសមុទ្រព្រឹត្តិការណ៍ទេសចរបរិស្ថាននិងពិធីបុណ្យអេកូទេសចរដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមពីលើនេះឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណនិងកោតសរសើរវាតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលអាស៊ានចិន ASEAN China Center ដែលតែងតែផ្ដល់កិច្ចសហនិងគាំទ្រដល់ក្រសួងទេសចរលើការអភិវឌ្ឍវិស័យទេសចរដូចជាការបណ្ដុះបណ្ដាលធនធានមនុស្សការរៀបចំកម្មវិធី FAM Trip សម្រាប់វិនិយោគិននិងអ្នកផ្សព្វផ្សាយព្រមទាំងការផ្សព្វផ្សាយព័ត៌មានពិតដើម្បីបង្កើននូវទំនុកចិត្តនិងទាក់ទាញភ្ញៀវទេសចរចិនសូមជម្រាបជូនថានៅក្នុងរយៈពេលលើកលែងទិដ្ឋាការសាកល្បងចាប់ពីថ្ងៃទី15ខែមិថុនារហូតដល់ថ្ងៃទី15ខែតុលាឆ្នាំ2026ភ្ញៀវទេសចរចិនអាចស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេល14ថ្ងៃដោយមិនចាំបាច់ស្នើសុំទិដ្ឋាការនិងអាចចូលចេញបានច្រើនដងរាជធានីភ្នំពេញថ្ងៃទី27ខែមេសាឆ្នាំ2026សូមអរគុណ